ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទប្រម៉ៅថ្ងៃនេះខ្ញុំមានរឿងថ្មីមួយទៀតហើយដែលចែកជូនអ្នកទាំងអស់គ្នាទស្សនាលេងទុកជាការកម្សាន្តចាប់ផ្ដើមនៃសាច់រឿងយើងដំបូងយើងឲ្យឃើញថាក្មេងប្រុសនេះមានអាយុ11ឆ្នាំហើយគាត់ឈ្មោះថាបយនៅថ្ងៃមួយនៅពេលល្ងាចម្ដាយគាត់កំពុងតែសម្អាតបន្ទប់របស់គាត់ហើយបន្ទប់របស់គាត់គឺរញ៉េរញ៉ាជាខ្លាំងហើយម្ដាយគាត់គឺខឹងនឹងក្មេងប្រុសម្នាក់នោះណាស់ហើយក៏ស្ដីឲ្យកូនគាត់យ៉ាងខ្លាំងនៅពេលនោះដែរក្មេងប្រុសនោះក៏ខឹងម្ដាយគាត់តែស្ដីបន្ទោសឲ្យហើយក្មេងប្រុសនោះក៏សម្រេចចិត្តចាក់ចេញពីផ្ទះទាំងកណ្ដាលយប់ជ្រៅនៅតាមផ្លូវដែលក្មេងប្រុសនោះដើរទៅគឺមានសំណង់ខ្លះគឺកំពុងរើចំណែកឯសំណង់ខ្លះទៀតគឺមើលទៅពិតជាទន់ទ្រោមយ៉ាងខ្លាំងព្រោះវាចាស់ណាស់ហើយដោយក្មេងប្រុសនោះដើរម្នាក់ឯងគឺគាត់អត់មានខ្លាចអីបន្តិចឡើយហើយគាត់រកកន្លែងស្នាក់នៅជាបណ្ដោះអាសន្នសិនចាំស្អែកគាត់នឹងត្រឡប់ទៅផ្ទះវិញនៅតែពេលគាត់ដើរសុកគាត់ក៏បានឃើញខាងស្ថានមួយដែលគេទុកចោលហើយគាត់ក៏ចង់ចូលទៅក៏ប៉ុន្តែមើលទៅគឺគួរឲ្យខ្លាចនិងស្ងប់ស្ងាត់ជាខ្លាំងហើយគាត់ក៏ចង់បកត្រឡប់ទៅក្រៅវិញក៏ប៉ុន្តែនៅសុកគាត់ក៏បានឮសំឡេងមួយកំពុងតែលេងយ៉ាងសប្បាយរីករាយនៅតែពេលគាត់សម្លឹងទៅមើលគឺឃើញមានមនុស្សចាស់ប្រហែលជា5នាក់កំពុងតែលេងលោតអន្ទាក់យ៉ាងសប្បាយរីករាយមើលទៅគឺចម្លែកខ្លាំងណាស់ក្មេងប្រុសនោះក៏ឆ្ងល់ថាហេតុអ្វីក៏មានក្រុមមនុស្សចាស់មកលេងអីនៅកណ្ដាលយប់ជ្រៅអញ្ចឹងព្រោះឯកន្លែងនេះគឺជាកន្លែងដែលគេបោះបង់ចោលហើយក៏ជាការដ្ឋានទ្រុឌទ្រោមដែរហេតុអ្វីក៏មានអញ្ចឹងគាត់ឆ្ងល់ខ្លាំងណាស់គាត់គឺជាមនុស្សចាស់ទេក៏ប៉ុន្តែគាត់មានកម្លាំងលោតអន្ទាក់យ៉ាងស្ទាត់ជំនាញពេលដែលក្មេងប្រុសនោះកំពុងមើលក្រុមមនុស្សចាស់នោះក៏ងាកមកមើលគាត់យ៉ាងគួរឲ្យខ្លាចហើយក្មេងប្រុសនោះគឺភ័យខ្លាំងណាស់នៅសុកក្រុមមនុស្សចាស់នោះក៏នាំគាត់មកលេងជាមួយក៏ប៉ុន្តែគាត់អត់ចង់លេងទេដែលដូចមានអ្វីមួយដែលអូសទាញគាត់អញ្ចឹងធ្វើឲ្យគាត់ស្ទុះទៅដើម្បីទៅលេងជាមួយនឹងពួកគាត់ពេលដែលក្មេងប្រុសនោះកំពុងតែលោតគឺគាត់មានអារម្មណ៍ថាហត់ជាខ្លាំងគាត់មិនដែលលេងបែបនឹងពីមុនទេនៅតែពេលក្មេងប្រុសនោះលោតសុកក៏តាក់ជាមួយនឹងខ្សែហើយដួលយ៉ាងដំណងហើយគាត់ពិតជាឈឺខ្លាំងណាស់ហើយមានរបួសទៀតហើយក្រុមមនុស្សចាស់នោះក៏សម្លឹងមើលគាត់ទៀតហើយក៏បបួលគាត់លេងទៀតក៏ប៉ុន្តែគាត់ថាមិនលេងទេក៏ប៉ុន្តែដូចមានអ្វីមួយដែលនាំគាត់ឲ្យទៅលេងអញ្ចឹងគឺគាត់ស្ទុះទៅលេងម្ដងទៀតគឺក្មេងប្រុសនោះហត់ខ្លាំងណាស់គាត់បាច់ញើសយ៉ាងទៅស្រាក់ហើយគាត់ក៏យំផងស្រែករកឪពុកម្ដាយរបស់គាត់ផងឲ្យមកជួយគាត់គឺគាត់មិនអាចទ្រាំនឹងការលោតអន្ទាក់នេះបានឡើយគឺគាត់ហត់ខ្លាំងណាស់ហើយក្មេងប្រុសនោះគឺចង់ចេញពីកន្លែងហ្នឹងក៏ចេញមិនកើតដែរគឺមិនអាចចេញបានឡើយគឺនៅលោតនឹងរហូតភ្លាមនោះដែរគាត់កំពុងតែលោតហត់ផងយំផងស្រែករកឪពុកម្ដាយរបស់គាត់ផងនៅសុកក៏ឃើញឪពុកម្ដាយរបស់គាត់កំពុងតែស្រែករកគាត់ហើយនៅពេលនោះម្ដាយគាត់ក៏បានឃើញគាត់កំពុងតែលោតអន្ទាក់ហើយដកដង្ហើមធំហើយមើលទៅកូនប្រុសគាត់កំពុងតែយំពេលនោះម្ដាយរបស់គាត់ក៏ស៊ូទៅរកកូនប្រុសគាត់យ៉ាងលឿននៅពេលនោះក្មេងប្រុសនោះក៏ហៅអ្នកម៉ាក់លោកប៉ាជួយខ្ញុំផងពេលនោះឪពុកម្ដាយរបស់គាត់គឺឆ្ងល់ខ្លាំងមែនទែនថាកូនឯងមកលេងអីនៅកន្លែងស្ងាត់ចឹងកូនឯងអត់ខ្លាចទេពេលនោះក្មេងប្រុសក៏ប្រាប់ម្ដាយគាត់ថាខ្ញុំមិនដឹងទេអ្នកម៉ាក់គឺខ្ញុំបានមកលេងលោតអន្ទាក់ជាមួយនឹងក្រុមមនុស្សចាស់ខ្ញុំអត់ដឹងទេនៅពេលនោះឪពុកម្ដាយគាត់ក៏សួរគាត់ថាឯណាកូនឯណាក្រុមមនុស្សចាស់ពេលនោះគាត់ក៏ភ្ញាក់ផ្អើលខ្លាំងពេកដែរមើលទៅគឺអត់ឃើញទេមិនដឹងថាក្រុមមនុស្សចាស់ទាំងអស់នោះបាត់តាណាទេគឺគាត់ឆ្ងល់ខ្លាំងមែនតើនៅថ្ងៃបន្ទាប់គាត់ក៏មកទីនេះកន្លងទៀតដើម្បីឲ្យដឹងថាតើក្រុមមនុស្សចាស់នោះបាត់តាណាគាត់គឺឆ្ងល់ខ្លាំងណាស់គាត់ក៏ដើរក្រកជុំវិញអគារបាក់បែកនេះពេលដែលគាត់កំពុងដើររកសុកគឺគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើពេលដែលគាត់ឃើញថាមនុស្សចាស់កាលពីយប់មិញគឺជារូបសម្លាក់ក្រដាសដែលគេធ្វើទុកចោលយូរណាស់មកហើយក៏គាត់ឃើញខ្សែគោដែលគាត់លេងកាលពីយប់មិញដែរគឺគាត់រន្ធត់ចិត្តជាខ្លាំងហើយគាត់នឹងសន្យានឹងខ្លួនឯងថាគាត់នឹងជប់ដើរពេលយប់ម្នាក់ឯងហើយគាត់នឹងខំធ្វើការងារផ្ទះនិងធ្វើជាកូនល្អរបស់ឪពុកម្ដាយជានិច្ច